ស្ដាប់ចម្លើយសារភាពស្ត្រីក្លាហានវៀតណាមដែលរៀបចំគម្រោងនិងទិញអាវុធជួលរថយន្តជិះដើម្បីចូលទៅក្នុងបរិវេណតុលាការដើម្បីរំដោះប្តីនិងបព្វពួកស្ត្រីវ័យក្មេងជនជាតិវៀតណាមម្នាក់ឈ្មោះខ្វៀងធីហៃវ៉ាន់បានសារភាពរៀបរាប់ពីការរៀបចំគម្រោងនិងសកម្មភាពទិញអាវុធជួលរថយន្តជិះទៅឈប់នៅមុខនិងដើរទៅនៅក្នុងបរិវេណសាលាដំបងខេត្តស្វាយរៀងដើម្បីរងចាំហុចកាំភ្លើងប្តីរបស់នាងពេលដែលចុះពីលើរថយន្តពន្ធនាគារដើម្បីបាញ់រំដោះជនជាប់ចោទចំនួន6នាក់នាគ្រាដែលក្រុមអនុរិយពន្ធនាគារនាំខ្លួនពួកគេមកកាត់ទោសករណីនោះបានកើតឡើងកាលពីថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោង 9:05 នាទីព្រឹកនៅក្នុងបរិវេណសាលាដំបងខេត្តស្វាយរៀងខណៈក្រុមអនុរិយពន្ធនាគារនាំខ្លួនពួកគេមកកាត់ទោសករណីនោះផ្ដើមឡើងដោយស្ត្រីវ័យក្មេងជនជាតិវៀតណាមម្នាក់ឈ្មោះខ្វៀងធីហៃវ៉ាន់បាននាំអាវុធខ្លីទៅឲ្យប្តីជាអ្នកទោសបាញ់គំរាមសមត្ថកិច្ចដោយប្រើប្រាស់មធ្យោបាយរថយន្តមួយគ្រឿងម៉ាកលុចស៊ី CT 200A ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 2CA 0692ជិះរថយន្តគេចខ្លួនប៉ុន្តែរហូតមកដល់ម៉ោងប្រមាណ 6 ល្ងាចនៅក្នុងថ្ងៃដដែលសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមវិធានការជំនាញតែប៉ុន្មានម៉ោងប៉ុណ្ណោះក៏បានរកឃើញទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យគឺនៅក្នុងព្រៃទួលមួយកន្លែងស្ថិតនៅក្នុងភូមិព្រៃសំភ័រឃុំសម្បួរស្រុកស្វាយទាបហើយកម្លាំងសហការក៏បានធ្វើការហ៊ុមព័ទ្ធចាប់ខ្លួនជនសង្ស័យចំនួន6នាក់រួមនឹងស្រីម្នាក់បន្ថែមទៀតបញ្ជូនមកការិយាល័យជំនាញខេត្តដើម្បីធ្វើការសាកសួរយកចម្លើយបើតាមស្ត្រីជនជាតិវៀតណាមឈ្មោះខ្វៀងធីហៃវ៉ាន់ដែលជាស្ត្រីចិត្តសឿងបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថាកាលពីថ្ងៃទី14វិច្ឆិកាឆ្នាំ2025ខ្លួនបានទៅជួលរថយន្តពីបរិសុជនជាតិខ្មែរម្នាក់សម្រាប់ជិះទៅធ្វើសកម្មភាពលុះនៅថ្ងៃទី16វិច្ឆិកាឆ្នាំ2025ខ្លួនបានតាក់ទងតាម Telegram ទិញកាំភ្លើងខ្លីមួយដើមម៉ាក K54 ពីបរិសម្នាក់មិនស្គាល់អត្តសញ្ញាណនៅក្រុងបាវិតខេត្តស្វាយរៀងក្នុងតម្លៃ$1,500អាមេរិកដើម្បីរៀបចំផែនការធ្វើសកម្មភាពទៅរំដោះប្តីដែលមានឈ្មោះផាមវ៉ាន់បាវដែលជាប់ពន្ធនាគារនៅក្នុងខេត្តស្វាយរៀងត្រូវនាំយកទៅកាត់ទោសលុះមកដល់ថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2025ខ្លួនបានបើករថយន្តខាងលើទៅស្នាក់នៅផ្ទះសំណាក់មួយកន្លែងក្បែរមាត់ទន្លេក្រុងស្វាយរៀងមួយយប់លុះព្រឹកឡើងថ្ងៃទី28វិច្ឆិកា2025ខ្លួនបានបើករថយន្តទៅទុកនៅខាងមុខតុលាការហើយដើរចូលទៅក្នុងបរិវេណពេលនោះសមាជិកពន្ធនាគារដឹកប្តីខ្លួននិងគ្នាមកដល់ខ្លួនក៏បានហុចកាំភ្លើងខ្លីឲ្យទៅប្តីបាញ់គំរាមសមត្ថកិច្ចដើម្បីរំដោះខ្លួនរួចក៏នាំគ្នារត់ឡើងរថយន្តបើកគេចខ្លួនតែម្ដងទៅក្រោយពីស្ដាប់ចម្លើយសារភាពស្ត្រីម្នាក់ដែលជាជនសង្ស័យមានចិត្តក្លាហានរៀបចំគម្រោងជួលរថយន្តទិញអាវុធទៅធ្វើសកម្មភាពរំដោះប្តីនិងបព្វពួកចេញពីតុលាការនៅព្រឹកឡើងថ្ងៃទី19វិច្ឆិកា2025សមត្ថកិច្ចបាននាំខ្លួនស្ត្រីវៀតណាមម្នាក់នោះទៅយកអាវុធដែលជនសង្ស័យបានលាក់ទុកនៅទីតាំងក្នុងរង្វង់ប្រតិបត្តិការក្នុងនោះរកឃើញអាវុធខ្លីមួយដើមម៉ាក K54 និងបងមួយមាន7គ្រាប់ជនសង្ស័យទាំង7នាក់និងវត្ថុតាងសមត្ថកិច្ចបាននឹងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបងខេត្តស្វាយរៀងដើម្បីចាត់ការតាមនីតិវិធី